តើ AI នឹងធ្វើការផ្លាស់ប្ដូរតួនាទីវិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាយ៉ាងដូចម្តេចប៉ុន្មានឆ្នាំចុងក្រោយនេះគេសួរខ្ញុំថាតើ AI ជំនួសវិជ្ជបណ្ឌិតមែនទេតើគិលានុបដ្ឋាយិកានឹងបាត់បង់ការងារដែរឬទេចម្លើយរបស់ខ្ញុំគឺ AI នឹងមិនជំនួសវិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបានទេពេទ្យយើងជាវេទិកាសុខាភិបាល Digital រួមតែមួយបង្កើតដោយកម្ពុជាដើម្បីកម្ពុជាភ្ជាប់ជាមួយនឹងមន្ទីរពេទ្យគ្រូពេទ្យនិងប្រជាពលរដ្ឋដើម្បីអនាគតសុខភាពប្រជាជនកម្ពុជាប៉ុន្តែវិជ្ជាបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលចេះប្រើ AI នឹងក្លាយជាអ្នកដឹកនាំការផ្លាស់ប្ដូរក្នុងវិស័យសុខាភិបាលអ្វីដែលខ្ញុំបានឃើញក្នុងការធ្វើការជាមួយមន្ទីរពេទ្យជាច្រើននៅកម្ពុជាខ្ញុំបានឃើញបុគ្គលិកសុខាភិបាលដែលមានសមត្ថភាពខ្ពស់ប៉ុន្តែពួកគេចំណាយពេលច្រើនទៅលើការងាររដ្ឋបាលការងារសរសេរកត់ត្រាស្វែងរកឯកសារបញ្ចូលទិន្នន័យរៀបចំរបាយការណ៍សំណួររបស់ខ្ញុំគឺតើវិជ្ជាបណ្ឌិតគួរចំណាយពេលជាមួយកុំព្យូទ័រឬជាមួយអ្នកជំងឺសម្រាប់ខ្ញុំចម្លើយគឺច្បាស់ណាស់វិជ្ជាបណ្ឌិតគួរចំណាយពេលថែរក្សាអ្នកជំងឺហើយ AI ជួយឲ្យរឿងនេះคล้ายទៅជាការពិតខ្ញុំជឿជាក់ថា AI នឹងជួយក្នុងការងារដែលធ្វើម្ដងហើយម្ដងទៀតវាជួយសង្ខេបកំណត់ត្រាវិទ្យាសាស្ត្រជួយរៀបចំរបាយការណ៍ជួយរកព័ត៌មានអំពីប្រវត្តិសុខភាពជួយរំលឹកអំពីការលេបថ្នាំការតាមដានអ្នកជំងឺជួយវិភាគទិន្នន័យដើម្បីគ្រប់គ្រងទៅលើការសម្រេចចិត្តប៉ុន្តែ AI មិនអាចជំនួសការស្ដាប់ដោយយកចិត្តទុកដាក់ AI មិនអាចជំនួសការលើកទឹកចិត្តរបស់អ្នកជំងឺ AI មិនអាចជំនួសបទពិសោធន៍វិទ្យាសាស្ត្រនិងមិនអាចជំនួសក្តីមេត្តារបស់បុគ្គលិកសុខាភិបាលបានទេតួនាទីរបស់វិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាខ្ញុំជឿថាអនាគតវិជ្ជបណ្ឌិតនឹងមិនត្រឹមតែព្យាបាលអ្នកជំងឺទេពួកគេនឹងក្លាយជាអ្នកដឹកនាំការសម្រេចចិត្តដោយប្រើទិន្នន័យនិង AI ជាជំនួយគិលានុបដ្ឋាយិកានឹងមិនត្រឹមតែកត់ត្រាព័ត៌មានទេពួកគេនឹងមានពេលវេលាច្រើនដើម្បីអប់រំអ្នកជំងឺតាមដានការព្យាបាលនិងផ្តល់ការថែទាំដែលមានគុណភាព AI នឹងមិនកាត់បន្ថយតម្លៃបុគ្គលិកសុខាភិបាលទេប៉ុន្តែផ្ទុយទៅវិញវានឹងបង្កើតតម្លៃរបស់ពួកគេអ្វីកម្ពុជាគួរតែត្រៀមសម្រាប់ខ្ញុំបញ្ហាមិនថា AI នឹងមកឬក៏អត់មកទេតែឥឡូវនេះ AI បានមកដល់ហើយសំណួរពិតគឺតើយើងត្រូវត្រៀមបុគ្គលិកសុខាភិបាលរបស់យើងយ៉ាងដូចម្តេចតើយើងបង្រៀននិស្សិតវិទ្យាសាស្ត្រគិលានុបដ្ឋាយិកាឲ្យប្រើ AI ដោយសុវត្ថិភាពដោយរបៀបណាតើយើងកំពុងបង្កើតប្រព័ន្ធការពារឯកជនភាពទិន្នន័យនិងគ្រប់គ្រងការសម្រេចចិត្តរបស់បុគ្គលិកសុខាភិបាលបានដែរឬទេនេះគឺជាការងារដែលយើងត្រូវធ្វើចាប់ពីពេលនេះទៅខ្ញុំជឿជាក់ថាអនាគតនៃសុខាភិបាលមិនមែនការប្រកួតប្រជែងរវាងមនុស្សនិង AI ទេវាគឺជាការសហការរវាងមនុស្សនិង AI នៅពេលដែលយើងប្រើ AI ដោយការទទួលខុសត្រូវវិជ្ជាបណ្ឌិតនិងព័ត៌មានកាន់តែប្រសើរគិលានុបដ្ឋាយិកានឹងមានពេលច្រើនអប់រំអ្នកជំងឺនឹងទទួលបានសេវាកាន់តែលឿនកាន់តែមានសុវត្ថិភាពនិងមានគុណភាពពីខ្ញុំប៉ងលំសានខ្ញុំជឿជាក់ថា AI នឹងមិនមកជំនួសបេះដូងរបស់បុគ្គលិកសុខាភិបាលបានទេប៉ុន្តែ AI នឹងជួយឲ្យបេះដូងនោះថែទាំមនុស្សបានកាន់តែប្រសើរហើយនោះគឺជាអនាគតសុខាភិបាលដែលខ្ញុំជឿជាក់នឹងកំពុងចូលរួមក្នុងការកសាងកម្ពុជាទាំងអស់គ្នា